นมเสดาอ่อนหรือพนมกบ้ารมีคือเจียกันไล่ลางสินแจ้งดำบงเก็บบอมพดในขนมโปรตีกัมพูชีได้เรียบจอมลางดอยแคลมโบดีแคลมโบดีนี่คือบังการลางมีระยะเวลา10 ឆ្នាំហើយពោលគឺបង្កើតឡើងតាំងពីឆ្នាំ2013មកម្ល៉េះដែលភ្ញៀវទេសចរភាគច្រើនគឺជាជនជាតិបរទេសទៅទីនេះផងដែរគឺវាមានវគ្គមួយចំនួនដែលយើងអាចលេងបានមានដូចជា Discovery Tour បងប្អូនខ្ញុំអត់ដែរឡើងទេបានតែដល់ខាងលើហ្នឹងវាយកណ្ដឹងតូនឲ្យចុះមកវិញណាទេខ្ញុំឈឺដៃមែនតើយើងអត់ដែរជប់មួយសិនសម្រាប់បងប្អូនដែលមិនទាន់បាន follow ជួយ follow admin ម្នាក់មួយផងណាជំរាបសួរខ្ញុំបាទ Benjamin នេះខ្ញុំអារីយ៉ាសូមស្វាគមន៍មកកាន់ដំណាក់កំសាន្តនៅក្នុងទឹកដីខេត្តកំពតបាទថ្ងៃនេះផងដែរពួកយើងនឹងនាំអ្នកទាំងអស់គ្នាមកទស្សនាតំបន់មួយចំនួននៅក្នុងខេត្តកំពតដូចជាឡាននំឈ្ងោកនំក្បាលរមៀសនិងតំបន់ប្រវត្តិសាស្ត្រនៅក្នុងខេត្តកំពតផងដែរចំពោះការធ្វើដំណើរទៅកាន់ភ្នំក្បាលរមៀសគឺមិនឆ្ងាយនោះទេពោលគឺមានចម្ងាយត្រឹមតែ7 គីឡូម៉ែត្រតែប៉ុណ្ណោះពីរង្វង់មូលទុរេនខេត្តកំពតតាមផ្លូវឆ្ពោះទៅកាន់ខេត្តកែបនំเสดาอ่อนหรือพนมกบ้ารมีคือเจียกันไล่ลางสินแจ้งดำบงเก็บบอมพดในขนมโปรตีกัมพูชีได้เรียบจอมลางดอยแคลมโบดีchú bóng bóng những chui nhà bóng nhưng mà chui học C2 bóng học C2 bóng nơi tiếng biết bóng nên tụi thì chỉ ở 7 tháng nhưng mà chia general manager này phục vụ chặt ra tụi tôi cái làm này cái shop làm điều là ok chắc mà nó thay phải lấy những dân hay khá cái lá thì shop làm điều bóng แคลมโบดีนี่คือបង្កើតឡើងមានរយៈពេល10 ឆ្នាំហើយពោលគឺបង្កើតឡើងតាំងពីឆ្នាំ2013មកម្ល៉េះដែលភ្ញៀវទេសចរភាគច្រើនគឺជាជនជាតិបរទេសទៅទីនេះផងដែរគឺវាមានវគ្គមួយចំនួនដែលយើងអាចលេងបានមានដូចជា Discovery Tour យើងឡើង section ឡើងទៅដល់ខាងលើគឺយើងមានការពារសុខភាពដូចជាខ្សែរ៉ត Discovery Tour ហ្នឹងគឺមានរយៈពេល2 ម៉ោងដែលការឡើងគឺលក្ខណៈខ្សែមាន30 ម៉ែត្រដែលយើងឡើងដើម្បីទៅមើលទេសភាពនៅខាងលើភ្នំជុំវិញខេត្តកំពតតែម្ដងប្រើប្រភេទខ្សែកាប VR Freighter ដែលខ្សែកាប VR Freighter ហ្នឹងគឺជាការកីឡាឡើងភ្នំប្រើខ្សែភាគច្រើនគឺនៅអ៊ីតាលីនិងបារាំង Upsell ដែលយើងឡើងមកសម្រូតម្ដងម្នាក់ចុះក្រោម បងប្អូនអរគ្នាខ្ញុំអត់ដែរឡើងទេខ្ញុំបានដឹងស្មានថាខ្ញុំបានតែដល់ខាងលើហ្នឹងវាយកណ្ដឹងតូនឲ្យចុះមកវិញណាទេខ្ញុំឈឺដៃមែនតើដោយសារតែយើងអត់ដែរ Wing Explore ដែលនៅក្នុងរូងភ្នំមានប្រាសាទបែកបាក់មានថ្មពពកការឡើងខ្សែកាប VR Freighter នៅខាងក្នុងមួយទៀតឡើងពីខាងក្នុងរូងភ្នំគឺទៅខាងលើភ្នំផ្ទាល់តែម្ដងអាយុដែលអាចលេងបានគឺតាំងពីអាយុ5 ឆ្នាំឡើងទៅតែម្ដងគឺកូនក្មេងក៏អាចលេងបានដែរចឹងបងប្អូនដែលមានអាយុមានកូនហើយនឹងអាយុច្រើនក្នុងវ័យធំអីអាចមកសាកល្បងបាននៅ Cambodia បាន សូមកុំភ្លេចមក Cambodia បងប្អូនអរគ្នានឹងទទួលបានអារម្មណ៍ពិសេសប្លែកជាច្រើននៅក្នុងតំបន់នេះផងដែរ